អ្នកមីងលួក៏បញ្ជាក់ថាអាទង្វើដែលគេបានធ្វើមួយអ្នកគ្រួណាអាទង្វើនឹងមិនអនុញ្ញាតលៃឬភ្លៀងវាក៏កៀងផ្លេតចុយហើយអ្នកមីងឯងទៅលួចមើលពីកៅហើយអាពេលដែលឯងតន់ជើងតន់អីហ្នឹងនាងដឹងអស់ហើយអ្នកមីងលួក៏បកស្រាយប្រាប់ថារឿងហ្នឹងគឺបន្ទោសនាងកើតទេឲ្យបន្ទោសជាបែកអោពើស្វាយទៅដែលទៅលូបមើលជូសៀលគឺស្ពឹកមុខខ្មាស់នាងមែនទែនហើយអ្នកមីងលួក៏អញ្ចឹងទៀតឆ្ងល់ថាមិនអាឡិតឯងមានរាងកាយអមតៈទេអីអញ្ចឹងគួរតែមានរាងកាយរឹងមាំអាមិនបានជាម្ដងតន់ជើងតន់អីអស់លីងអញ្ចឹងជូសៀលយកលេសអូបើចង់បន្ទោសគឺបន្ទោសអ្នកគ្រូសៀលនៅកម្រិតហ្វឹកហាត់របស់ខ្ញុំបានជាខ្ញុំតន់ខ្សោយអ្នកមីងក៏និយាយបកតែតាមនាងឃើញនាងដូចជាមិនបានសៀលកម្រិតហ្វឹកហាត់របស់ឯងរកដល់ឯណាឬហើយវាក៏អស់ពាក្យវិចារតែម្ដងជាយាមដូរប្រធានបទនិយាយពីរឿងធ្វើឲ្យនាងឡងស្នេហ៍មួយគេវិញហើយវាក៏ទៅចាប់នាងមកអបហើយសួរថាមានអារម្មណ៍អីអត់តែអ្នកមីងលួគឺដូចដុំថ្មអញ្ចឹងធ្វើមុខស្មើបែបនេះវាក៏ប្រើក្បាច់ថ្មីអូនទៅថើបតែម្ដងវ៉ៃដាតបណ្ដើសើបណ្ដើថាពិតជាបបោមាត់ទាន់មានចែលួវិញគឺមួមកមែនទេស្នាមថើបដំបងផងតែអ្នកមីងលួគឺនៅតែគ្មានអារម្មណ៍អីសំបីមិនតិចបែបនេះវាក៏លើកឡើងទៅថាមើលទៅអ្នកមីងឯងត្រូវការពេលព្យាបាលយូរអញ្ចេះទៅចោះអ្នកមីងឯងតាមខ្ញុំទៅកន្លែងមួយធានាហ្មងថានឹងបានលងស្នេហ៍មួយខ្ញុំនាងធ្វើទឹកមុខឆ្ងល់តែអត់ប្រកែកនឹងប្រហែលជាយល់ព្រមឯងនៅចប់ដដែលគេក៏ដើរមករកបន្ទប់អ្នកគ្រូបដើគិតក្នុងចិត្តបដើថានៅថ្ងៃស្អែកនឹងនាំអ្នកមីងលួទៅស្វែងរកនៅរាងកាយអមតៈបុរាណហើយមាននាងទៅជាមួយគឺមិនចាំបាច់បារម្ភពីសុវត្ថិភាពនោះឡើយយេរ៉ុងគឺថកទៀតបន្ទេបាទទៅបកនាងប្រើហើយឃើញទ្វារបន្ទប់ចំហក៏សួរអ្នកគ្រូថាអ្នកគ្រូឯងបើកទ្វារចាំខ្ញុំមែននាងប្រកែកទៅថាអត់ទេដើរសំដៅមកកាន់គេព្រាមក៏ហិតដឹងក្លិនភ្លេតហើយមួយថ្ងៃហ្នឹងអាឡិតឯងនៅជាមួយចប៉ែកលួជិងយូនឹងរហូតមែនគ្រាន់តែក្លិនគឺសាយភីដល់នាងទៅហើយជូសៀវក៏កុហកខ្ញុំគ្រាន់តែឲ្យនាងបរៀនមេរៀនមកកាន់ខ្ញុំប៉ុណ្ណោះនាងក៏តវ៉ាភ្លេតអារបៀបដែរទៅសុំឲ្យគេបរៀនមេរៀនហ្នឹងធ្វើមើលតែអញដឹងជូសៀវឲ្យបានបន្តបកស្រាយនោះទេព្រោះថាគេមកគឺដើម្បីនិយាយលាថ្ងៃស្អែកត្រូវចេញដំណើរទៅខាងក្រៅទីរៃអ្នកគ្រូបារម្ភភ្លេតហើយមិនមែនអាឡិតឯងទៅតាមមកកាន់ប៉ាក់ប្រហែលថ្ងៃហ្នឹងទេអីហើយដឹងអត់ចេញទៅខាងក្រៅហ្នឹងគឺមានគ្រោះថ្នាក់ខ្លាំងណាស់ពួកអដែងបិសាចក៏នោះរកតែមុខឯងហ្មងឃើញនាងបារម្ភពីគេជូសៀវខ្នាន់មែនទេទៅច្បិចធ្វើបើនាងលេងធ្វើឲ្យអ្នកគ្រូទៅខំដៃបើគេលេងទៅនឹងនៅតែប្រកែកតែគ្មានទៅបារម្ភគ្មានអីទៅកាន់ឯងទេហើយអាឡិតឯងចង់ទៅក្រៅធ្វើអីទីរៃជូសៀវក៏តបទៅថាទៅស្វែងរករាងកាយអមតៈបុរាណជោគមកវឹកហាត់ចឹងប្រកាសណាស់គឺមិនមែនទៅតាមម្នាក់ឯងឡើយភ្លឺភ្លាមអ្នកគ្រូទាយដឹងភ្លេតថាគេចង់ទៅជាមួយចែកលួជិងយូហើយក៏ចាប់ផ្ដើមប្រច័ណ្ឌបដ យជូសៀវវិញនៅទៅរកលេសបានជើងអ្នកគ្រូឯងកុំយល់ច្រឡំខ្ញុំទៅជាមួយនាងដោយសារតែនាងមានកម្រិតហ្វឹកហាត់ខ្ពស់ជាអ្នកខ្លាំងកម្រិតពាក្យកណ្ដាលអឹមផារ៉ានោះអីនិយាយលងលោមអស់រួចក៏ដល់ម៉ោងប៉ៃណៃភ្លេតអូដៃនាងឡើងទៅលើគ្រាហើយក៏ចាប់ផ្ដើមស្កោភៀមទៅថ្ងៃស្អែកម្ដងពួកគេទាំងពីរនាក់ក៏ធ្វើដំណើរទៅកាន់តំបន់ព្រំដែនអ្នកយាមម្នាក់ក៏មើលឈូសៀវស្កិលផងដែរនឹងមកទទួលរាក់ទាក់នឹងរាយការណ៍ប្រាប់ថាមេទឹកជីដឹងពីវត្តមានរបស់ឈូសៀវដែលបានមកកន្លែងមួយនេះអញ្ចឹងក៏សូមអញ្ជើញលោកម្ចាស់ឲ្យទៅជួបឈូសៀវក៏អូខេទៅប៉ុន្តែអ្នកយាមក៏បន្តសួរពីអត្តសញ្ញាណរបស់អ្នកមីងលួឈូសៀវបង្កើតអត្តសញ្ញាណឲ្យនាងថ្មីប្រាប់ទៅវិញថានេះគឺជាប្រពន្ធរបស់ខ្ញុំឈ្មោះថាយូឆេងឬហើយវាក៏មិនហ៊ានខិតដែរបានអញ្ជើញទាំងពីរនាក់ចូលរួចមកអ្នកមីងលួជីក៏រឿងគេមិនបានជាហៅនាងថាប្រពន្ធអញ្ចឹងអូនឹងគឺដើម្បីតែឲ្យអ្នកមីងឯងមានស្នេហានោះអីឬអញ្ចឹងនាងក៏ខ្ជិលតវ៉ាទៀតបដ យដើរមកភ្លេតពួកគេក៏មកដល់កន្លែងមេតើបហើយជូសៀវចូលទៅតែម្នាក់ឯងប៉ុណ្ណោះឲ្យអ្នកមីងចាំខាងក្រៅហើយចូលមកដល់ក៏ឃើញថាមេតើបអ្នកនឹងគឺជាមនុស្សស្រីមកនិយាយរាក់ទាក់ឲ្យដៃឲ្យជើងទៅកាន់ជូសៀវផងដែរហើយដោយសារតែតំបន់មួយនឹងគឺអត់ទាន់មានមនុស្សរបស់ប៉ាក់ថៃស៊ូមកជួយគ្រប់គ្រងនាងក៏ឲ្យយោបល់ថាយុគល្អគេគួរតែមកគ្រប់គ្រងតំបន់នេះទៅចាំនាងឲ្យតំណែងគួសមមួយក្រុមតែនាងម្នាក់ប៉ុណ្ណោះហើយក៏មិនបាច់ភ័យឡើយនាងគឺមិនបិទនៅសេរីភាពរបស់គេទេជូសៀវក៏មានបំណងបែបនឹងដែរបែបនេះមេទឹកជីក៏បកលនៅស្លាកសញ្ញាមួយទៅឲ្យគីហើយក៏សោកស្ដាយជំនួសបើសិនជាឈូសៀវចូលរួមធ្វើកងទ័ពមុនពេលដែលគេចូលទៅក្នុងពិភពសម្ងាត់ហើយសម្លាប់ពពួកបិសាចនោះគេនឹងទទួលបានបន្ទុកកងទ័ពបន្តិចនោះទេរឿងដែលបានសម្លាប់បិសាចខ្លាំងកម្រិត Great Sin បន្ទុកកងទ័ពគឺអាចយកទៅដូររបស់ល្អបានជាច្រើនព្រោះហើយនាងក៏នាំគេទៅមើលនៅច្បាប់មួយចំនួនក៏ដូចជាកន្លែងបំពេញមីសិនកលិចអីចឹងទៅឈូសៀវឃើញថាវាសុទ្ធតែជារបស់ល្អក៏រាំងស្ដាយផងដែរកន្លះម៉ោងក្រោយមកគេក៏ដើរចេញត្រឡប់វិញជាមួយអ្នកមីងលួហើយនាងក៏សួរថាឡើយឯងចង់រកបន្ទុកកងទ័ពមិនវាក៏ឆ្លើយថានឹងហើយក្នុងចិត្តក៏ដឹងថាសម្លាប់ពពួកបិសាចនឹងមិនត្រឹមតែអាចហ្វឹកហាត់បាននោះទេគឺអាចចម្រាញ់ពួកវាទៅជាត្បូងយន្តលេងទៀតផងឥឡូវនេះក៏ទទួលបានបន្ទុកកងទ័ពទៀតមកក្រាបបាញ់បានសត្វ3ហើយបើគេបាញ់ទៀតភ្លើសុតសេរឿងក៏ការទៅដល់ទឹកដីបិសាចវិញម្ដងបិសាចកញ្ជ្រោងម្នាក់ក៏អមេរិកាប្រាប់នៅស្ដេចកញ្ជ្រោងពីដំណើរឈូសៀវធ្វើដំណើរមកកាន់ព្រំដែននេះនាងក៏យល់ថាវាពិតជាគួរចាប់អារម្មណ៍មែនហើយសួរបន្ថែមថានៅជិតវាមានអ្នកការពារអីអត់នាងក៏តបទៅថាមានតែមនុស្សស្រីម្នាក់ដែលនៅកម្រិតសេនប៉ុណ្ណោះទទួលបានហើយក៏ឲ្យកូនចៅត្រឡប់ទៅវិញទៅក្នុងចិត្តក៏សង្ស័យព្រោះបងប្រុសរបស់នាងប្រាប់ថាជូសៀវមិននឹងគឺល្បិចច្រើនហើយប្រុងប្រយ័ត្នខ្លាំងណាស់ហើយនាងក៏បបួលនៅសិស្សដែលជាឈិងស៊ូទៅជួបជាមួយឈូសៀវភ្លេតមើលថាអាឡិតនឹងមានសមត្ថភាពប៉ុណ្ណាមកមើលឈូសៀវវិញម្ដងដើរដល់កន្លែងមួយអ្នកមីងលួក៏ប្រាប់ថានាងរកឃើញកន្លែងដែលគេចង់ទៅហើយប៉ុន្តែវាត្រូវបានលាក់បាំងទៅដោយធម្មពលដ៏ខ្លាំងមួយតើតែពេលដែលមានប្រច័ណ្ឌក្រហមនោះទេទើបអាចចូលទៅបានឈូសៀវសួររកផ្លូវកាត់ថាមានវិធីអាចបង្ខំបើកវាបានអត់នាងតបទៅថាអាចសាកល្បងមើលបានប៉ុន្តែក៏ត្រូវការពេលវេលាមួយចំ
ចំនួនឬហើយឈូសៀវធុញបដ យព្រោះនៅកន្លែងនេះវាអបសក់ខ្លាំងមែនទែនមានតែព្រិលប្រងទៅសម្រាប់ពពួកបិសាចលេងក៏ស្រាប់តែបានដឹងថានៅចិត្តនឹងគឺមានរបស់ល្អឲ្យមើលអត់ចាំយូរទេឈូសៀវក៏ធ្វើដំណើរទៅមើលភ្លេតនឹងឃើញថាបិសាចមួយក្រុមកំពុងតែវាប្រហារទៅកាន់មនុស្សលោកហើយក៏មានចំនួនមកពីខាងបិសាចមួយក្រុមទៀតដាក់ពពួកមនុស្សលោកឡើងទៀតអូលីងបិសាចប្រគួយក៏ស្ដីអុយថាមិនបានជាពួកដេញឯងក្រមុំម្លេះបិសាចស្វាតបឲ្យឯងកុំខឹងមើលដោយសារតែយប៉ែលាវហងជីគេនោះមកអុកលុកនៅតំបន់ពួកយើងនឹងឡើងអញញ៉ៃអស់ហើយអញ្ចឹងបានជាបញ្ជាពេលពួកអញឲ្យវាយឺតបន្តិចឈូសៀវលឺឈ្មោះនឹងភ្លាមក៏ស្គាល់ភ្លេតអត់ចាំយូរទេហក់មកពីខាងលើបិសាចនឹងហើយក៏ប្រើក្បាច់ដុំថ្មរបស់វិជាចិនវូគ្រាន់តែឃើញបិសាចស្វាក៏ដឹងថាជាអ្នកខ្លាំងប៉ុន្តែកិច្ចមិនទាន់លៃត្រូវឈូសៀវសង្កត់ជាមួយដុំថ្មឡើងខ្ទេចហើយក៏មកសួរចម្លើយថាលាវហងជីនៅណាវាក៏តបទៅថានាងត្រូវបានជាប់ឃុំនៅក្នុងទីក្រុងធានយ៉ៅឬហើយឈូសៀវក៏រៀបផែនការថ្មីទៅបន្ទាប់ពីទទួលបានសាកសពរាងកាយអមតៈហើយគឺមានតែបញ្ញាប់ទៅជួយយប៉ែនឹងនោះទេស្រាប់ពេលក៏ស្រាប់ថាកញ្ញាបិសាចចិញ្ជ្រងបានផ្ញើសារសម្លេងមកប្រាប់ថាគឺជានាងឈិងស៊ូឈូសៀវសួរទៅវិញទៅថាមិនបានជានាងនៅកន្លែងនេះនាងក៏តបថាអ្នកគ្រូគឺចាប់អារម្មណ៍ជាមួយលោកម្ចាស់អេងជាខ្លាំងចឹងក៏បញ្ជាខ្ញុំមកតាមដានឬហើយឈូសៀវក៏ញញឹមភ្លីតព្រោះកំពុងតែបារម្ភអត់មានវិធីលួចចូលក្នុងទីក្រុងបិសាចផងឥឡូវកូនចៅរបស់គេបានមកដល់ភ្លីតឬហើយឈូសៀវក៏ត្រឡប់ទៅវិញទៅឈិងស៊ូក៏រាយការណ៍ទៅអ្នកគ្រូថាឈូសៀវបានត្រឡប់ទៅវិញហើយនាងចេញមកពីកន្លែងលាក់ខ្លួនបន្តដាក់បញ្ជាឲ្យទៅតាមហើយក្រោយមកអ្នកទាំងពីរក៏ទៅបន្លំខ្លួនធ្វើជាមនុស្សស្រីទន់ខ្សោយមកសុំជំនួយពីឈូសៀវឲ្យជួយផងការពិតគឺស្ដេចកញ្ជ្រងចង់តាមដានគេឲ្យដឹងថាពិតជាមានអ្នកខ្លាំងការពារមានក្អត់បើសិនជាអត់នោះទេគឺនឹងចាប់យកទៅលក់នៅក្នុងទីក្រុងបិសាចដឹងតែកាក់កបហ្មងឈូសៀវក៏សម្ដែងទៅចង់ឲ្យជួយបានតែត្រូវតែប្រាប់ពីអត្តសញ្ញាណសិនក្នុងចិត្តគឺដឹងតាំងពីយូរមកហើយប្រគុណសិស្សរបស់នាងគឺជាគុណចៅបកាស្ដេចកញ្ជ្រងក៏បន្តកុហកណែនាំឈ្មោះរួចក៏បកស្រាយថានាងគឺជាប្រពន្ធរបស់កងទ័ពម្នាក់ហើយដោយសារតែប្តីរបស់នាងបានបាត់ខ្លួនចឹងក៏មកតាមស្វែងរកមនឹកស្មានដល់ក៏ត្រូវពពួកបិសាចដេញតាមវិបហានាងបន្តសម្ដែងព្យាយាមសួរដេញដោលមកសន្ទុះក៏ឃើញថាឈូសៀវនឹងអត់មានភ័យអត់មានអីមិនតិចទោះបីបន្ទាប់ពីនាងនិយាយថាបិសាចដែលកំពុងតែដេញតាមមានកម្រិត grade sen ក៏ដោយបែបនេះក៏សង្ស័យថាតិចលោកឈូសៀវគឺមានអ្នកខ្លាំងកំពុងតែតាមការពារគេទៅដឹងហើយធ្វើជាសួរធ្វើជាអីអស់រួចឈូសៀវក៏ឲ្យពួកនាងតាមគេមកចាំគេការពារឯស្ដេចកញ្ជ្រងដើរបដៅក៏ប្រើនយុទ្ធសិលស្កេនមើលនៅទីតាំងម្ដុំនឹងបដៅនឹងដឹងថាក្នុងចម្ងាយ10គីឡូម៉ែត្រជិតនឹងគឺគ្មានអ្នកខ្លាំងអីឡើយបែបនេះក៏ចាប់ផ្ដើមស្រែកឡើងសប្បាយចិត្តបដ យដៀលឈូសៀវថាពិតជាភ្លើមែនឃើញនាងឈប់ឈូសៀវក៏ធ្វើជាសួរថាកើតអីមែនហើយនាងក៏ឈប់សម្ដែងទៀតហើយបញ្ចេញរាងកាយពិតដៀលឈូសៀវថាគេពិតជាភ្លឺអត់យកអ្នកការពារមកក៏ហ៊ានធ្វើដំណើរមកកាន់ព្រំដែនផងហើយប្រាប់កាពិតអាឈូសៀវឲ្យចាញ់បោកអញអីអញគឺជាស្ដេចកញ្ជ្រងជាអ្នកខ្លាំងកម្រិត grade sen ហើយអំបញ្ញគ្រាន់តែធ្វើតែអាភ្លើឯងប៉ុណ្ណោះក្រែងលោកឯងនឹងមានអ្នកខ្លាំងការពារនិយាយបដៅក៏សើចបដៅគឺតែឈូសៀវនឹងមិនអាចកិច្ចផុតពីកណ្ដាប់ដៃរបស់នាងបានរួចក៏សួរឈិងស៊ូថាអ្នកគ្រូនិយាយត្រូវអត់តែឆ្កល់វិញបដ យមិនបានជាឈិងស៊ូនឹងអត់សើចអញ្ចឹងហើយក៏កាន់តែឆ្កល់ទៀតអាឈូសៀវមិនបានជាឯងអត់ខ្លាចអញ្ចឹងប្រឈមមកជាមួយអ្នកខ្លាំងកម្រិត grade sen ដូចជាអញហើយមិនមែនត្រូវយំរកម៉ែរកឪទេហើយឈិងស៊ូក៏បកស្រាយកាពិតសំលូផងអ្នកគ្រូកាពិតទៅខ្ញុំគឺជាជនបង្កប់របស់ឈូសៀវឮហើយគឺស្លើភ្នែកចុយស្អីគេមិនបានទៅជាអញ្ចឹងវិញអាឈូសៀវគំរាមអូនឯងមែនតែឈិងស៊ូអត់ខ្វល់ឡើយបានតាគៀកឈូសៀវហៅគេថាលោកម្ចាស់ទាំងញឹមនិយាយរកវិជាគុណទាំងអស់គឺខ្ញុំចូលចិត្តអាវិជាគុណលៀងខួរក្បាលនឹងជាងគេហ្មងស្ដេចបិជ្រងខឹងសម្បាមែនទេអាឆ្កែឯងធ្វើអីដាក់ទៅកាន់សិស្សរបស់អញតែឈិងស៊ូក៏ស្ដីឲ្យនាងវិញអ្នកគ្រូឯងពេលនេះជេរសូមគោរពទៅកាន់លោកម្ចាស់ខ្ញុំតិចឬហើយក៏កាន់តែខឹងអញជាគ្រូរបស់នាងឯងហ៊ានមកតមាត់ឲ្យស្ដីឲ្យអញផងតែនាងនិយាយយ៉ាងណាក៏ឈិងស៊ូអត់ស្ដាប់ដែរថាបឈូសៀវបដៅបញ្ចុះបញ្ចូលអ្នកគ្រូបដៅឲ្យមកចូលរួមជាមួយនាងដែរមកត្រឹមទៀតលេងបានស្ដេចកញ្ជ្រងក៏ចាប់ផ្ដើមប្រើយុទ្ធសិលរបស់នាងឈូសៀវឃើញហើយក៏ដឹងភ្លេតថានាងប្រើវិជាគុណកំពូលហើយវាគឺថោកទាបមែនទេបានអត់ទៅវាយគ្នាខ្លួនឯងទេស្រេចហៅអ្នកមីងលួយជីឲ្យជួយផងឬភ្លាមស្ដេចកញ្ជ្រងគឺគៀងភ្លេតអ្នកមីងលួយជីក៏ហោះពីលើមេឃមកយ៉ាងសង្ហាគ្រាន់តែឃើញភ្លាមបិសាចកញ្ជ្រងក៏ដឹងភ្លេតថានឹងមែនគឺជាអ្នកខ្លាំងកម្រិតពាក់កណ្ដាល Emperor តែឆ្ងល់ថាមិនបានជានាងស្ដាប់ពាក្យសម្ដីរបស់ឈូសៀវអញ្ចឹងឈូសៀវក៏សុំអ្នកមីងលួយជីភ្លេតឲ្យសៀលកម្រិតវឹកហាត់របស់បិសាចកញ្ជ្រងនឹងអុយនាងអត់និយាយច្រើនទេផ្ទះតាមរៀមមកផាច់ក៏សៀលកម្រិតវឹកហាត់របស់នាងអស់លីងតែម្ដងស្ដេចកញ្ជ្រងស្ដាយក្រោយបដ យបើស្ដាប់ពាក្យសម្ដីបងប្រុសក៏មិនអញ្ចឹងដែរឃើញឈូសៀវសម្រុកចូលមកខាងមុខក៏គំរាមទោះបីជាកម្រិតវឹកហាត់របស់អញត្រូវបានសៀលក៏ដោយតែអញចេះខំពិចារណាខំវើយតែឈូសៀវមានខ្លាចទេជួបជាមួយកញ្ជ្រងអត់ចង្គោមឯនឹងនិយាយឌឺថាបើខ្លាំងខំមកតែឈូសៀវមិនបានសម្លាប់នាងឡើយបញ្ចេញស្នូលធម្មពលរបស់គេមកលាងខួរក្បាលរបស់នាងអ្នកមីងលួក៏មើលស្គាល់ថានេះគឺជាស្នូលធម្មពលនិងទទួលស្គាល់ថាវាពិតជាចម្លែកពិតមែនលួចសរសើរឈូសៀវក្នុងចិត្តថាដៅថ្មីរបស់គេគឺពិតជាខ្លាំងស្ដេចកញ្ជ្រងអត់ដឹងថាឈូសៀវកំពុងធ្វើអីដាក់
នាងលុយព្យាយាមរើបំរះតែរើឯណារួចទៅថំពលពើក្រហមរុំពិតជានេះនឹង6 ម៉ោងក្រោយមកការលាងខួរក្បាលក៏ជិតបានសម្រេចអីឯឈូសៀវរាំងធុញមែនទែនព្រោះលាងខួរក្បាលអ្នកខ្លាំងកម្រិត Great Sen គឺពិតជាចំណាយពេលយូរហើយធម្មពលឈាមពើក្រហមក៏ចំណាយកាន់តែច្រើនផងដែរមកសន្ទុះទៀតក្រោយមកការលាងខួរក្បាលរបស់ស្ដេចកញ្ជ្រោងក៏បានសម្រេចអ្នកមីងលួឃើញពីរបៀបលាងខួរក្បាលរបស់ឈូសៀវហើយនាងក៏អាចមើលយល់ថាគេកំពុងតែកែប្រែនៅដាវរបស់ស្ដេចបិសាចកញ្ជ្រោងមករួមបញ្ចូលជាមួយដាវខ្លួនឯងជាលទ្ធផលក៏ធ្វើនាងស្ដាប់តាមពាក្យសម្ដីរបស់គេជារួមឈូសៀវគឺជាព្រះរបស់នាងនឹងឯង